សភាពាណិជ្ជកម្មអន្តរជាតិយុវជនហៅកាត់ថា JCI កម្ពុជាបានរៀបចំវេទិកាសន្តិភាពកម្ពុជាឆ្នាំ2025ដោយប្រមូលផ្ដុំថ្នាក់ដឹកនាំមកពីអង្គការស៊ីវិលធុរកិច្ចនិងស្ថាប័នសិក្សាដើម្បីពិភាក្សាអំពីការទទួលខុសត្រូវរួមគ្នាក្នុងការការពារសន្តិភាពនិងទប់ស្កាត់ជម្លោះវេទិកានេះបានធ្វើឡើងក្រោមប្រធានបទអ្នកណាត្រូវការសន្តិភាពមុនពេលសង្គ្រាមចាប់ផ្ដើមនិងដោយរបៀបណានាថ្ងៃទី29ខែធ្នូឆ្នាំ2025ដោយមានវាគ្មិនល្បីៗមួយចំនួនចូលរួមមិនត្រឹមតែដើម្បីរំលឹកដល់ទិវាសន្តិភាពរបស់កម្ពុជាដែលត្រូវបានប្រារព្ធឡើងជាផ្លូវការកាលពីថ្ងៃទី29ខែធ្នូប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើម្បីពង្រឹងឯកភាពជាតិនិងស្មារតីនៃខ្មែរតែមួយដែលបានគាំទ្រដល់ការអភិវឌ្ឍក្រោយជម្លោះរបស់កម្ពុជាសភាពាណិជ្ជកម្មអន្តរជាតិយុវជនកម្ពុជាបានឲ្យដឹងថាព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងសាមគ្គីភាពសង្គមនិងជំរុញមេដឹកនាំវ័យក្មេងឲ្យបន្តចូលរួមចំណែកជាវិជ្ជមានដល់សង្គមសន្តិភាពនិងស៊ីសង្វាក់គ្នាអង្គការនេះបានសង្កត់ធ្ងន់ថាសន្តិភាពនៅកម្ពុជាមិនមែនគ្រាន់តែជានិមិត្តរូបនោះទេប៉ុន្តែជាទស្សនវិជ្ជាដែលបង្កើតឡើងដោយប្រវត្តិសាស្ត្រការលះបង់និងការសម្រេចចិត្តជាតិដោយចេតនាចំណែកលោកលីឧត្តមនាយកប្រតិបត្តិមូលនិធិម៉ានីមានប្រសាសន៍ថាការថែរក្សាសន្តិភាពគឺជាភារកិច្ចរបស់យើងគ្រប់គ្នាដែលត្រូវប្រកាន់យកជានិច្ចការរួមកម្លាំងគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្ដល់លទ្ធភាពជូនរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាពបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋវិលទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាផ្លូវការថ្ងៃទី29ខែធ្នូជាទិវាសន្តិភាពដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា